អ្នកនិពន្ធក្លាហាននិងអ្នកនិពន្ធមិនក្លាហាននៅថ្ងៃនេះយើងមកជជែកគ្នាឡើងវិញជាមួយនឹងភាពមិនក្លាហានរបស់អ្នកនិពន្ធមួយចំនួនធំនៅប្រទេសខ្មែរយើងមានអ្នកនិពន្ធជាច្រើនអ្នកបានខំប្រឹងសរសេរនិពន្ធសៀវភៅនិងដាក់ផ្សាយរឿងខ្លួនលើ Facebook ជាដើមតែក៏មានអ្នកនិពន្ធជាច្រើនអ្នកដែលមិនហ៊ានមិនក្លាហានក្នុងការដាក់ផ្សាយស្នាដៃនិពន្ធរបស់ខ្លួននៅក្នុងបណ្ដាញសង្គមឬដាក់ពាក្យប្រឡងប្រជែងជាដើមបើអ្នកមិនក្លាហានក្នុងការប្រឈមមុខទេនឹងមានរឿងមួយចំនួនធំបានកើតឡើងលើជីវិតអ្នកព្រោះតែគ្មានភាពក្លាហានយ៉ាងណានៅក្នុងអត្ថបទនេះខ្ញុំនឹងសង្កត់ធ្ងន់ដល់អ្នកនិពន្ធឲ្យមានភាពក្លាហានឡើងវិញក្នុងការទទួលស្គាល់ស្នាដៃអាជីពនិងស្ថានភាពរបស់ខ្លួន1អ្នកនឹងបាត់បង់ឱកាសបើខ្វះភាពក្លាហាន2អ្នកនឹងមិនមាននរណាឲ្យឱកាសជាថ្មីបើខ្វះភាពក្លាហាន3អ្នកនឹងស្ដាយក្រោយនឹងការសម្រេចចិត្តដែលខ្វះភាពក្លាហាន4ការមិនឲ្យតម្លៃលើសមត្ថភាពខ្លួនឯងអ្នកជាមនុស្សដែលកំសាកបំផុតនិងថែមទាំងជាជនដែលគ្មានភាពក្លាហានក្នុងខ្លួនទៀតផង